បណ្ឌិតហែមប្រសើរដឹកនាំសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលប្រារព្ធពិធីអបអរសាទរខួបលើកទី76ទិវាកុមារអន្តរជាតិ1មិថុនា2025ក្រោមប្រធានបទបញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាពថ្ងៃអាទិត្យ6កើតខែចេសឆ្នាំម្សាញ់សប្បុរសពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី1ខែមិថុនាឆ្នាំ2025បណ្ឌិតហែមប្រសើរបានដឹកនាំសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលប្រារព្ធពិធីអបអរសាទរខួបលើកទី76ទិវាកុមារអន្តរជាតិ1មិថុនា2025ក្រោមប្រធានបទការបញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាពក្នុងសហគមន៍ខ្មែរអ៊ីស្លាមនៅសាលារៀនបឋមសិក្សាអ៊ីស្លាមចុងថ្នល់ស្ថិតនៅក្នុងភូមិចុងថ្នល់សង្កាត់បារាយក្រុងដូនកែវខេត្តតាកែវពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពបណ្ឌិតហែមប្រសើរប្រធានសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលអាយឧត្តមលោកជំទាវលោកស្រីដែលជាថ្នាក់ដឹកនាំប្រធានសមាគមអង្គការសង្គមស៊ីវិលថ្លែងមានមតិស្វាគមន៍គណៈអធិបតីលោកអៀកក្រុមប្រឹក្សាសង្កាត់បារាយតំណាងលោកចៅសង្កាត់បានឡើងស្វាគមន៍គណៈអធិបតីនិងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាយុឧត្តមលោកជំទាវលោកស្រីជាប្រតិភូថ្នាក់ដឹកនាំទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីអបអរសាទរទិវាកុមារអន្តរជាតិ1មិថុនាឆ្នាំ2025នេះថ្លែងសំណេះសំណាលក្នុងកម្មវិធីនេះដែរបណ្ឌិតហែមប្រសើរបានមានប្រសាសន៍ថាពិធីនេះជាការរំលឹកប្រវត្តិនៃទិវាកុមារអន្តរជាតិ1មិថុនាកើតឡើងដោយសារតែកាលពីថ្ងៃទី1ខែមិថុនាឆ្នាំ1942និងនៅថ្ងៃទី1ខែមិថុនាឆ្នាំ1944មានពួកកាន់របបហ្វាស៊ីសផ្ដាច់ការមួយក្រុមរបស់អាល្លឺម៉ង់ធ្វើការសម្លាប់យ៉ាងរង្គាលទៅលើប្រជាជនស្លូតត្រង់ភាគច្រើនជាស្ត្រីនិងកុមារលោកបណ្ឌិតបានបន្តទៀតថាលុះមកដល់នៅខេត្តធ្នូឆ្នាំ1949មានកិច្ចប្រជុំមួយដែលធ្វើឡើងដោយសមាគមស្ត្រីអាស៊ីអាហ្វ្រិកនៅទីក្រុងប៉េកាំងប្រទេសចិននិងបានស្នើដល់សហព័ន្ធប្រជាធិបតេយ្យនៃស្ត្រីពិភពលោកយកថ្ងៃទី1ខែមិថុនាធ្វើជាថ្ងៃដើម្បីប្រារព្ធទិវាសម្រាប់កុមារជារៀងរាល់ឆ្នាំលោកបណ្ឌិតបានមានប្រសាសន៍ទៀតថាការលើកកម្ពស់ការចូលរួមរបស់កុមារត្រូវមានការចូលរួមពីក្រុមគ្រួសារឪពុកម្ដាយសមាគមសាលារៀនអង្គការជាតិអន្តរជាតិអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទើបការចូលរួមរបស់កុមារមានអត្ថន័យពេញលេញជាប់គ្នានេះដែរលោកបណ្ឌិតបានមានប្រសាសន៍ផ្ដាំផ្ញើដល់ក្មួយៗត្រូវយកចិត្តទុកដាក់ក្នុងការសិក្សាស្ដាប់ការពន្យល់ណែនាំរបស់លោកគ្រូអ្នកគ្រូនៅផ្ទះជួយធ្វើកិច្ចការងារឪពុកម្ដាយពេលធ្វើដំណើរតាមដងផ្លូវត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះបញ្ហាសុខភាពនិងអនាម័យក្មួយៗត្រូវយកចិត្តទុកដាក់ក្នុងការសម្អាតបរិស្ថានអនាម័យខ្លួនប្រាណបរិភោគអាហារប្រកបដោយអនាម័យនិងជៀសវាងការទទួលទាននៅអាហារឬភេសជ្ជៈគ្រឿងកំប៉ុងដែលធ្វើឲ្យក្មួយៗមានបញ្ហាសុខភាពនៅថ្ងៃក្រោយជាពិសេសទៅទៀតនោះស្របទៅនឹងសភាពការនៃការរីករាលដាលនៃជំងឺ COVID-19 នៅប្រទេសជិតខាងសូមក្មួយៗត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 គួរបញ្ជាក់ផងដែរថាអត្ថន័យនៃថ្ងៃទិវាសិទ្ធិកុមារអន្តរជាតិ1មិថុនាគឺបង្កើនការយកចិត្តទុកដាក់ខ្ពស់លើកុមារត្រូវការសិទ្ធិជាងករណីយកិច្ចកិច្ចគាំពារការគោរពសិទ្ធិកុមារទទួលស្គាល់សិទ្ធិជាសកលនិងមូលដ្ឋានរបស់កុមារគោរពនិងគាំពារនៃអនុសញ្ញាជាតិនិងអន្តរជាតិជាសកលស្ដីអំពីសិទ្ធិកុមារលុបបំបាត់ការរើសអើងចំពោះកុមារពិការក្រីក្រនិងសិទ្ធិជាសមភាពបញ្ឈប់នឹងប្រឆាំងដាច់ខាតលើការរំលោភបំពានការជួញដូរកេងប្រវ័ញ្ចការប្រាអំពើហិង្សាគ្រប់រូបភាពធានានឹងការពារកុមារឲ្យជៀសផុតពីគ្រឿងញៀនគ្រប់ប្រភេទកុមារជាទំពាំងស្នងឫស្សីជាសសរទ្រូងនិងជាធនធានមនុស្សនាថ្ងៃអនាគតរបស់ជាតិមាតុភូមិកុមារគឺជាកោសិការបស់ជាតិកុមារល្អយុវជនល្អសង្គមជាតិល្អពិធីនេះដែរមានការចែកជូនថវិកាជូនដល់លោកគ្រូអ្នកគ្រូចំនួន2នាក់ជាការពារ3នាក់ក្នុងម្នាក់ទទួលបានថវិកាចំនួន20000រៀលនិងសិស្សានុសិស្សទាំង48នាក់ក្នុងម្នាក់ទទួលបានសៀវភៅ5ក្បាលប៊ិច2ដើមខ្មៅដៃ1ដើមបន្ទាត់1ដើមដៃខួង1ចូលលំ1បាយ1ប្រអប់និងថវិកាចំនួន8000រៀល